បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងបងប្រុសសុធានេះគាត់បាននិយាយតាក់ទងជាមួយនឹងការអញ្ជើញពីចិនមកបងប្អូននេះការអញ្ជើញពីប្រធានាធិបតីចិនអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារបស់យើងទៅចូលរួមនៅក្នុងប្រទេសចិនប៉ុន្តែនៅក្នុងនោះគឺអត់មានវត្តមានរបស់ប្រទេសចៅកម្ពុជាចៅសៀមទេបងប្អូនទាំងអស់គ្នាណាហើយឥឡូវនេះគឺវាកំពុងតែវឹកវរខ្លាំងមែនទែនបាទគឺសត្វតាប្រទេសធំគេទៅចូលរួមមកអាស៊ានហ្នឹងគេទៅចូលរួមទាំងអស់ហើយតែនៅតែប្រទេសចិនប្រទេសសៀមមួយទេត្រូវបានគេអត់អញ្ជើញទៅទេព្រោះប្រទេសនេះវាថោកទាបពេកមកនេះណាឥឡូវយើងទៅស្ដាប់ការរៀបរាប់របស់បងអូនប្រុសសុធានេះគាត់និយាយតាក់ទងជាមួយនឹងមូលហេតុអីបានជាគេមិនអញ្ជើញនាយករដ្ឋមន្ត្រីក៏ដូចជាអ្នកតំណាងប្រទេសសៀមនឹងទៅចូលរួមនៅក្នុងកម្មវិធីធំអញ្ចឹងនៅក្នុងប្រទេសចិនលើទាំងស្ដាប់ទាំងអស់គ្នាបងប្អូនខ្ញុំថាថ្ងៃនេះអត់ធ្វើវីដេអូទេប៉ុន្តែដល់ទៅពេលបែកធ្លាយឬក៏ផុសផលនៅការ share ចែករំលែកវីដេអូដូចជារូបភាពពាក់ព័ន្ធជាមួយនឹងលោកហ៊ុនម៉ាណែតដែលគាត់បានទៅប្រទេសចិនទៅចូលរួមក្នុងកម្មវិធីបាទខួបគម្រប់បាទដ៏ធំមួយរបស់ចិនដែលបានយកឈ្នះទៅលើសង្គ្រាមជាមួយនឹងប្រទេសជប៉ុនណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺគេបានរៀបចំឲ្យលោកហ៊ុនម៉ាណែតនឹងឈរនៅចំកណ្ដាលចំណុចកណ្ដាលបាទនៃមេដឹកនាំទាំងប្រមាណប្រទេសដែលគេបានអញ្ជើញហ្នឹងមកជុំឯងុំគឺឈរនៅចំកណ្ដាលហើយខាងមុខដែលអមសងខាងហ្នឹងគឺអមទៅឲ្យលោកវ្លាឌីមៀរពូទីននិងលោកប្រធានាធិបតីស៊ីជីនពីងទៀតគឺមានអារម្មណ៍ថាអស្ចារ្យថងអីបងប្អូនអស្ចារ្យថងថាយើងកំពុងតែមានសង្គ្រាមចៅសៀមកំពុងតែឈ្លានពានទឹកដីយើងប៉ុន្តែយើងត្រូវបានការលើកតម្កើងអំពីមេដឹកនាំកម្រិតខ្ពស់នៅក្នុងពិភពលោកបងប្អូនហើយខ្ញុំសូមបញ្ជាក់ថាអាការដែលគេរៀបឲ្យឈរហ្នឹងមិនមែនជាតែរៀបណាបងប្អូនការដែលឈរឲ្យទៅថតចិត្តថ្នាក់ដឹកនាំហើយជាពិសេសប្រទេសចិនដែលបានអញ្ជើញយើងឲ្យគេឲ្យយើងឈរនៅចំចំណុចកណ្ដាលហ្នឹងណាគឺគេចង់បញ្ជាក់អំពីកម្រិតនៃការតំណែងតំណងរវាងយើងជាមួយនឹងចិនគឺមានភាពល្អប្រសើរខ្លាំងក្លាមែនទែនបានគេឲ្យមេដឹកនាំនៃតំណាងប្រទេសកម្ពុជាមួយទៅឈរនៅចំចំណុចហ្នឹងបានណាបងប្អូនហ្នឹងហើយរូបហ្នឹងបានដូចជាខ្ញុំសរសេរថាបងប្អូនចាំមើលស្អែកឡើងណាពួកអ្នកវិភាគសៀមបងប្អូនវិភាគបែកអាចវិញប្រទេសបងប្អូនចាំមើលវាវិភាគឲ្យវាឈឺចិត្តឈឺចិត្តរឿងចិនគេមិនអញ្ជើញមកជុំទេងុំគេឲ្យមេដឹកនាំខ្មែរទៅឈរចំចំណុចពិសេសទៀតណែរួចដល់ទៅពេលយើងនិយាយថាហេតុអីបានជាចិនមិនអញ្ជើញពួកសៀមឲ្យទៅពួកសៀមចូលខមមិនខ្ញុំច្រើនបងប្អូនសម្បីតែអ្នកតំណាងរាស្ត្រប្រចាំគណៈបកភឿថៃក៏បាន share រូបដែលខ្ញុំបានផុសហ្នឹងដែរណាបងប្អូនអញ្ចឹងពួកសៀមក៏ចូលខមមិនថាដោយសារតែប្រទេសគេប្រជាធិបតេយ្យអញ្ចឹងដូចជាប្រទេសចិនប្លុកកុម្មុយនីសគេហៅថាពួកដែលមានចិត្តកុម្មុយនីសដូចគ្នាទេចុះខ្ញុំថាដូចម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមអីដែលគាត់ចោទខោដោយសារប្រជាជនបោះឆ្នោតប្រទេសគេប្រជាធិបតេយ្យមិនបានចិនគេអញ្ជើញទៅដែរចុះមិនបានគេមិនអញ្ជើញសៀមតែឯងត្រូវដឹងថាចារឹកនៃប្រទេសអ្នកឯងណាកំពុងតែដើរស្រាប់ថាឲ្យពិភពលោកបានមើលអំពីចារឹកបន្ទាប់ពីអ្នកឯងបើកការឈ្លានពានមកលើប្រទេសកម្ពុជាណាហើយអាស្អុយខ្លាំងជាងគេបំផុតអាស្អុយទឹកចុងក្រោយអារឿងឡានដឹកអាចនេះអញ្ចឹងបានជាចិនគេអត់ហៅទេពួកអ្នកឯងជាប្រទេសមួយដែលគេពីមុនមកគេគិតថាជាប្រទេសដែលផោផង់ក្នុងចំណោមប្រទេសអាស៊ានប៉ុន្តែដល់តែពេលចង់ឈ្នះខ្មែរចង់ធ្វើបាបខ្មែរសម្បីតែឡានដឹកអាចក៏ចង់យកទៅប្រក្រាបខ្មែរអានឹងជារូបភាពអាម៉ាស់បំផុតបាទអញ្ចឹងណាប្រទេសគេពិភពលោកគេស្របពេលដែលគេទៅដោតទង់ជាតិគេបំបែកឯកតកម្មទៅដល់ភពកាយភពប្រច័នភពព្រះអង្គាភពអីដល់ទៅប្រទេសថៃបំបែកឯកតកម្មយកទង់ជាតិទៅដល់លើឡានដឹកអាចអញ្ចឹងបានជាចិនក៏គេអត់តោងជាមួយដែរពីវាគេខ្លាចស្អុយអាចតដល់ស្រុកគេណាឲ្យវាយល់កន្លែងហ្នឹងអញ្ចឹងបានជាខ្ញុំបកមកក្រោយវិញថាវីដេអូខ្ញុំ content ខ្ញុំអត់ដែលទៅរិះគន់នរណាផ្កាប់មុខទេបើចំណុចណាដែលយើងមើលឃើញជាផលវិជ្ជមានយើងនឹងដំកើងយើងសាទរអញ្ចឹងបើកន្លែងណាដែលយើងគួររិះគន់ក៏យើងរិះគន់កន្លែងណាយើងគួររសារអាហ្នឹងវាជាធាតុពិតមួយដែលយើងក្នុងនាមជាប្រជាជននៅក្នុងប្រទេសប្រជាធិបតេយ្យត្រូវតែបញ្ចេញមតិមិនមែនត្រូវស្អប់រហូតជន់មិនអោយហើបអាស្រឡាញ់លើកដល់កបពកអាហ្នឹងអត់ទេមិនមែនជាប្រទេសប្រជាធិបតេយ្យទេណាបងប្អូនអញ្ចឹងរឿងនេះមួយរូបថតនេះមួយគឺជាការដែលយើងគួរតែសាទរបំផុតនៅពេលដែលយើងកំពុងតែត្រូវបានសត្រូវជឿនពៀនប៉ុន្តែយើងត្រូវបានមហាអំណាចលើលោកគេបានលើកតម្កើងយើងព្រោះមករយៈចុងក្រោយនេះមិនមែនតែចិនមិនមែនតែរុស្ស៊ីដែលគេលើកតម្កើងយើងសូម្បីតែអាមេរិកបៃតាប្រជាធិបតេយ្យក៏គេរំលឹកឈ្មោះពីយើងដែរអញ្ចឹងបងប្អូនបានន័យថាអ្វីដែលជាភាពស្មោះត្រង់អ្វីដែលជាភាពបរិសុទ្ធរបស់យើងគឺវាមិនបាត់បង់នោះទេគេនៅតែមើលឃើញគេនៅតែឲ្យតម្លៃជានិច្ចដរាបណាប្រជាជនយើងថាដឹកនាំប្រកាន់ទៅលើជំហរមួយដែលត្រឹមត្រូវបាទសូមអរគុណបងហ្នឹងហើយបងប្អូនទាំងអស់គ្នាគឺគាត់និយាយត្រូវមែនទែនបងប្អូនចំណុចមួយដែលខ្ញុំទទួលស្គាល់សុធានេះខ្ញុំអត់ស្អប់គាត់បងប្អូនទាំងអស់គ្នាណាទោះបីជា
ពេលខ្លះវីដេអូរបស់គាត់ខ្លះខ្ញុំអត់ចូលចិត្តទេមកនេះខ្ញុំអត់ចូលចិត្តមើលទេខ្ញុំអត់មើលតែម្ដងវីដេអូខ្លះខ្ញុំស្អប់គាត់ដោយសារគាត់និយាយណាដោយសារតែគាត់នេះចឹងទៅប៉ុន្តែវីដេអូខ្លះគាត់និយាយមកក៏ត្រូវទៅមុនហើយណាបងប្អូនគ្នាហើយគាត់និយាយគឺល្អមែនតើគាត់ថាគាត់អត់មានចូលទៅខាងបណាហើយមិនស្អប់អ្នកណាមួយស្អប់មកជីវិតណាតាមស្អប់តាមជន់ទេហើយក៏មិនលើកដង្កើងអ្នកណាមួយលើកដង្កើងគេឲ្យខ្ពស់កប់មេឃហួសហេតុពេកខ្លាំងដែរបងប្អូនគ្នាណាគឺយើងមនុស្សម្នាក់អាចមានចំណុចល្អចំណុចមិនល្អរបស់គេបានណាចឹងហើយគឺសុធានេះគឺគាត់ល្អបងប្អូននេះកន្លែងខ្លះគាត់ល្អកន្លែងខ្លះក៏គាត់មិនល្អចឹងទៅណាប៉ុន្តែវីដេអូខ្លះខ្ញុំអត់គ្រប់ត្រូលទេប៉ុន្តែវីដេអូមួយចំនួនដូចជាវីដេអូនេះគាត់និយាយមកគឺវាថាជារឿងល្អមួយដែរបងប្អូនណាគាត់គឺគាត់ល្អណាបងប្អូនគ្នាចឹងហើយគឺតាក់ទងជាមួយនឹងរូបភាពប្រមាណសន្លឹកហើយការថតរូបជាមួយនឹងប្រទេសនេះទៅប្រទេសចិននិងរុស្ស៊ីអីនេះបងប្អូនគ្នាគឺដូចនិយាយចឹងគឺពួកសៀមវាកំពុងតែចុកចាប់ក្អួតឈាមខ្លាំងមែនទែនបងប្អូនណាហើយដោយសារតែគេមិនអញ្ជើញមកទៅគឺដោយសារតែគេខ្លាចថាគេមិនចង់ទៅថោកជាមួយនឹងពួកអាសៀមហ្នឹងបងប្អូនណាគឺចរិតវាថោកទាបណាវាប្រើល្បិចថោកទាបយូរទៅប្រើកលល្បិចសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីដាក់បន្ទុកដាក់ចោតប្រកាន់មកខ្មែរគេវាចង់លាបពណ៌ខ្មែរថាឲ្យស្អុយជំវិញគឺថាវាចង់ថានិយាយឲ្យច្បាស់ឲ្យថាឲ្យស្រួលស្ដាប់ទៅវាចង់ជន់បលិចខ្មែរចោលហ្មងថាឲ្យធ្វើឲ្យខ្មែរនឹងថាបាក់មុខនៅឆាកអន្តរជាតិឲ្យស្អុយឈ្មោះសពគ្រប់បែបយ៉ាងតែម្ដងវាព្យាយាមលាបពណ៌សពគ្រប់បែបយ៉ាងបងប្អូនណាវាព្យាយាមប្រឌិតរឿងសពគ្រប់បែបយ៉ាងទាំងអស់ណាដើម្បីផ្សាយថាកម្ពុជានឹងចេះចុះតាំងពីដើមមកគឺយើងមុខមាត់ប្រទេសជាតិយើងគឺដោយសារតែអាចោសៀមនឹងឯងដែលវាផ្សាយមិនពិតមិនល្អពីយើងសពគ្រប់បែបយ៉ាងទាំងអស់បងប្អូននេះតាំងពីទេសចររបស់យើងតាំងពីប្រទេសយើងអាម៉េចអីណាវាផ្សាយបំផ្លាញគេឈ្មោះប្រទេសយើងតាំងពីដើមមកតែម្ដងបងប្អូនគ្នាណាប៉ុន្តែបន្ទាប់ពីមានបញ្ហាសង្គ្រាមនេះណាការពិតត្រូវបានលាតត្រដាងណាអាមនុស្សអាក្រក់ណាអាប្រទេសដែលខូចព្យាយាមមួបង្កាច់ព្យាយាមថាលាបពណ៌គេទីបំផុតអាការលាបពណ៌អីទាំងអស់នោះវាធ្លាក់ទៅលើប្រទេសខ្លួនឯងតែម្ដងបងប្អូនអរគ្នាណាហើយទីបំផុតពិភពលោកគេដឹងពីពូជចៅសៀមពីប្រទេសសៀមនេះគឺជាប្រទេសអាក្រក់ប្រទេសថោកទាបបងប្អូនអរគ្នាដែលគ្មានប្រទេសណាគេចង់ទៅរាប់អានជាមួយទៀតទេបងប្អូនអរគ្នាណាសូម្បីតែប្រទេសចិនពេលនេះក៏គេមិនអញ្ជើញវាចូលទៅក្នុងកម្មវិធីយ៉ាងណាបងប្អូនអរគ្នាណាហើយបើនិយាយពីប្រជាជនវាវិញនិយាយពីថាទោះបីជាវាអាម៉េចក៏ដោយក៏វាមានលេសមានអីនិយាយសពគ្រប់បែបយ៉ាងដែរបងប្អូននេះគឺវាមានសពគ្រប់បែបយ៉ាងតែម្ដងដល់ពេលគេអត់អញ្ជើញពួកសៀមយករដ្ឋមន្ត្រីសៀមចូលរួមវាថាចិនអីហ្នឹងរុស្ស៊ីហ្នឹងសិទ្ធិពួកកុម្មុយនីសកុំអីណាបពួកកុម្មុយនីសហៅកម្ពុជាទៅកុម្មុយនីសដូចគ្នាហ្នឹងហ្នឹងលេសរបស់វាទៅណាឥឡូវសាកគេអញ្ជើញវាទៅមើលណាឥឡូវសាកគេអញ្ជើញវាទៅមើលវាថាប្រទេសវាគឺទទួលសាទរយ៉ាងកក់ក្ដៅពីឯណាចិនគ្រប់គ្រងវាឯណានៅលើហ្នឹងវាពួកអាសៀមនេះគឺខូចណាបងប្អូនអរគ្នាណាពួកអាចោសៀមនេះគឺពូជដេរឆានហ្នឹងខូចមែនតែម្ដងបងប្អូនអរគ្នាណាហើយចឹងហើយគឺឥឡូវនេះពិភពលោកគេបានស្គាល់រឿងស្គាល់ការពិតអស់ហើយបងប្អូនគ្នាណាគេដឹងការពិតថាប្រទេសសៀមហ្នឹងវាអាម៉េចវាឈ្លានពានទឹកដីខ្មែរអត់ឬមួយក៏វាខូចយ៉ាងណាយ៉ាងណីណាវាថាមនុស្សវាគ្មានគោរពសិទ្ធិមនុស្សមានឲ្យតម្លៃប្រទេសជាតិសាសន៍ដទៃទេបងប្អូនគ្នាណាតាំងពីដើមមករហូតដល់ឥឡូវនេះវាអាចុងក្រោយដែលសទ្ធាគាត់និយាយនេះគឺថាពីវាយកអាឡានដឹកអាចដឹកហ្នឹងប្រងមកបាញ់ដាក់មនុស្សដាក់ប្រជាជនដាក់អីចឹងវាបង្ហាញអំពីអសិលធម៌ណាគ្មានការគោរពសិទ្ធិមនុស្សអំផ្លាញថាបង្ហាញអំពីអាចរិតលក្ខណៈថោកទាបពូជដែលថាណានឹងនិយាយថាមិនឲ្យត្រូវហ្មងវិញតែថាឥឡូវពិភពលោកគេដឹងហើយមកនេះអញ្ចឹងប្រទេសជុំវិញពិភពលោកគេណូតទុកហើយប្រទេសសៀមគឺគេលែងទៅជន់គេលែងទៅជន់លេងទៅអីមកនេះណាពួកនេះបងប្អូនអរគ្នាប្រទេសគេតាជនជាតិគេអ្នកជនជាតិគេពួកអីនឹងគេទៅជន់វិស័យគេចង់ទៅអាឡែងបត្តយាតែមួយយ៉ាងនឹងគាត់ណាពួកហើយបើឲ្យប្រទេសវាថាស្អាតមានសណ្ដាប់ធ្នាប់ណាមានសន្តិសុខមានអីណាមានកន្លែងល្អអីហ្នឹងគឺអត់មានទេណាបងប្អូននេះគឺអត់មានទេបើប្រៀបមួយកម្ពុជាសូន្យតែម្ដងហ្នឹងគឺប្រទេសវាលក់ក្តិតទេពួកហ្នឹងណាវាយកក្តិតប្រទេសវាយកក្តិតតាក់ទាញពួកបរទេសហ្នឹងទៅកន្លែងបត្តយានឹងឯងណាក្រៅពីបត្តយាមានកន្លែងណាល្អទេណាមិនដូចកម្ពុជាយើងណាមានសឹងតែពេញប្រទេសទាំងអស់មានកន្លែងស្អាតតាំងពីប្រជាជនរស់រាយរាក់ទាក់ហើយចេះជាពិសេសប្រាសាទអង្គរវត្តដ៏អស្ចារ្យបងប្អូនអ្នកគ្នាដ៏អស្ចារ្យបំផុតនៅលើពិភពលោកបងប្អូននេះណាចឹងប្រទេសគេគឺគេចង់មកកម្ពុជាហ្មងនេះណាហើយពួកអាស៊ាននេះតាំងពីវា
ធ្វើសង្គ្រាមមួយខ្មែរមកវាគិតថាអូវាថាមកក្តារនេះខ្មែរនឹងតែចប់ហើយណាពីព្រោះវាគិតវាវិភាគអ្នកវិភាគស្រុកវាវិភាគថាអូតាំងពីសារព័ត៌មានធំនៅជុំវិញពិភពលោកវាគេស្គាល់ប្រទេសវាអញ្ចឹងអ្នកវិភាគគេនិយាយថាបើមានសង្គ្រាមមែនគេនិយាយផ្សាយតែ 4-5 ម៉ាត់ផ្សាយតែ 2-3 ឃ្លីបមុខមាត់កម្ពុជានឹងធ្លាក់ដល់បាតនឹងចុះដល់ក្រោមណាបងប្អូនគ្នាណាប៉ុន្តែវាវិភាគអញ្ចឹងគឺត្រូវមែនត្រូវរបស់វាណាត្រូវប៉ុន្តែការត្រូវរបស់វានឹងត្រូវបានតែមុនដំបូងមួយឆាវទេមើលណានៅពេលដែលផ្ទុះសង្គ្រាមវានឹងផ្ទុះសង្គ្រាមភ្លាមហ្នឹងគឺព័ត៌មានវាវៃលុកទៅអន្តរជាតិច្រើនមែនតើណាវាចោតកម្ពុជាសពគ្រប់បែបយ៉ាងទាំងអស់ណាប៉ុន្តែអានេះខ្ញុំនិយាយថានយោបាយនឹងការគ្រោងទុករបស់វានឹងគឺត្រូវទាំងអស់ណាត្រូវប៉ុន្តែអាការដែលកុហកនេះវាមិនឈ្នះការពិតណាទីបំផុតការពិតត្រូវបានលាតត្រដាងណាទីបំផុតការពិតត្រូវបានលាតត្រដាងហើយអាមនុស្សដែលព្យាយាមកុហកគេដែលព្យាយាមលាបពណ៌គេហ្នឹងអាមនុស្សប្រភេទអញ្ចឹងគេស្អប់ខ្លាំងណាស់ណាពួកអាពុយសៀមនេះគេស្អប់ខ្លាំងណាស់ឥឡូវនេះបងប្អូនអ្នកគ្នាហ្នឹងហើយបងប្អូនអ្នកគ្នាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុចពាក្យ Subscribe និងរូបសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីលើកទឹកចិត្តហើយចុងក្រោយសូមផ្ដាំហើយផ្ដាំទៀតខ្ញុំនិយាយគ្រប់វីដេអូទាំងអស់គឺថាឈប់ប្រើរបស់ចោលសៀមសូមគាំទ្រផលិតផលខ្មែរដើម្បីសេដ្ឋកិច្ចខ្មែរឲ្យរីកចម្រើនអរគុណច្រើនបាយបាយ